អូខេក្រោយចូលសូមអ្នកទាំងគ្នាថ្ងៃនេះអាចរៀងលេតិចលើម៉ោង10ហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងថ្ងៃនេះគឺអ្នកទាំងគ្នាបានឃើញអញ្ចឹងទីផ្សារហាងឆេមីបានចុះមកខ្លាំងមែនទែនដោយសារតែកត្តា fundamental ពាក់ព័ន្ធជាមួយនឹង fundamental យើងអាចមើលទៅលើនៅក្នុង financial juice ជាការពីយប់មិញគឺខាងអេរ៉ង់ជាមួយនឹងអាមេរិកហ្នឹងគឺមានចំនួនគ្នាម្ដងទៀតពាក់ព័ន្ធជាមួយនឹងពាក្យសម្ដីខាងអាមេរិកចោទថាអេរ៉ង់ហ្នឹងគឺបានធ្វើលក្ខណៈថាកិច្ចចរចាអីចឹងណាប៉ុន្តែខាងអេរ៉ង់ថាអត់ទេបានទៅនិយាយរឿងកិច្ចចរចា final deal អីជាមួយនឹងអាមេរិកនេះម៉ោង12ពេលយប់អញ្ចឹងនៅខាងអាមេរិកគឺគេនិយាយពាក់ព័ន្ធជាមួយនឹងខាងអេរ៉ង់ព្រមធ្វើកិច្ចចរចាអីចឹងប៉ុន្តែអេរ៉ង់និយាយថាអត់ទេអត់បាននិយាយរឿងកិច្ចចរចាអីជាមួយអាមេរិកផងដល់ពេលចឹងទៅវាលក្ខណៈថាធ្វើអាមួយនិយាយចេះអាមួយនិយាយចោះធ្វើឲ្យទីផ្សារហ្នឹងវាលក្ខណៈថា wall ចឹងណាចឹងมันមានការ sell ត្រឡប់មកវិញអ្វីដែល affect ជាមួយទីផ្សារជាងគេគឺខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងអេរ៉ង់ជាមួយនឹងអាមេរិកហ្នឹងឯងឥឡូវយើងមើលមានព័ត៌មានអីទៀតអត់ដែលសំខាន់ធ្វើឲ្យតម្លៃទីផ្សារថ្ងៃនេះមានការប្រែប្រួលដូចជាអត់មានទេថ្ងៃនេះអញ្ចឹងយើងមកមើលតម្លៃហាងឆេងមាសតើគ្នាតម្លៃហាងឆេងមាសបើសិនជាបងប្អូនបានទិញនៅកន្លែងតំបន់trend line នេះប្រកបជាបានចំណេញព្រោះអីដូចជាអ្វីដែលយើង expect កាលពីម្សិលអញ្ចឹងគឺទីផ្សារនៅពេលដែលវាមកប៉ះជាមួយនឹង trend line នឹងម្ដងទៀតមានការបាយឡើងទៅលើវិញខ្ញុំនិយាយអញ្ចឹងមានការបាយឡើងទៅលើវិញបែរជាយកចំណេញ10លេខ20លេខនេះសុខទេ10លេខ20លេខហើយវាធ្វើការទម្លាក់ខ្លួនមកខ្លាំងបែក trend line ហ្នឹងវាទម្លាក់ខ្លួនមកខ្លាំងហើយធ្វើការតេស្តជាមួយនឹង trend line នឹងម្ដងទៀតហើយមានការ sell ចុះមកការ sell ចុះរហូតទៅដល់កន្លែងតំបន់ target របស់វា bond psychology គឺនៅតម្លៃ4010ទៅដល់4000គុតចឹងនៅពេលទីផ្សារប៉ះដល់កន្លែងតំបន់ហ្នឹងគឺអ្នកទាំងគ្នាអាចមានឱកាសចូលក្នុងទីផ្សារយកផលចំណេញបាន2ដងតែ time frame មកឃើញ2 ដង3ដងនេះពិសេសពេលប៉ះដល់0យើងអ្នកទាំងគ្នាអាចយកផលចំណេញបានចេញពីទីផ្សារហ្នឹង3ដងទី1កន្លែងនេះ23លេខខ្ញុំបើសិនជាអ្នកអនបាយនេះក៏លក្ខណៈថាចំណេញបានច្រើនគួរសមដែរចូល13លេខអានេះ12លេខអញ្ចឹងបានពី3ដងអញ្ចឹងបើសិនជាអ្នកគ្នាញ៉ាំនៅកន្លែងហ្នឹងអាចខាតប៉ុន្តែបើសិនជាអ្នកគ្នាយកចំណេញ10លេខ20លេខចេញទីផ្សារ it's okay យើងបានចំណេញកាប់លុយបានហើយសម្រាប់ថ្ងៃនេះគឺយើងនៅតែមើលទៅលើ support resistance ទៅដែរទេទីផ្សារដើរមិនទៅឆ្ងាយពាក់ព័ន្ធជាមួយនឹង support resistance ទេតែឥឡូវខ្ញុំសូមលុប set up របស់យើងកាលពីម្សិលមិញអានោះគាត់តែជាប្រភេទ ONU ទេយើងលុបចោលទៅយើងមកមើល set up ថ្ងៃនេះ10លេខហើយបើសម្រាប់ការ zone sell របស់យើងមានពីរ setup ទី1យើងចាំ sell នៅនេះមួយទៀតយើងចាំ sell នៅខាងលើនេះអូខេអញ្ចឹងអានេះ25យើងដាក់25 35នេះ zone sell ធុង4025ដល់4035ហើយសម្រាប់នេះ zone sell ទី1 3090ដល់4000អូខេអានេះគឺជា set up របស់យើងសម្រាប់ថ្ងៃនេះអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការ screenshot បានចាំខ្ញុំតម្លាក់ចូលក្នុង group របស់យើងអ្នកទាំងគ្នាធ្វើការ screenshot បានឬក៏ខ្ញុំតម្លាក់ចូលក្នុង group របស់យើងទៅល្អតម្លៃទីផ្សារបច្ចុប្បន្នគឺវាជាលំហូរ down trend ហើយពាក់ព័ន្ធជាមួយនឹងកត្តាព័ត៌មានគឺលក្ខណៈថាមានភាពជ្រួលច្បល់តិចចលាចលតិចម្ដងវាយម្ដងអត់វាយអញ្ចឹងវាអត់ដឹងទិសដៅច្បាស់លាស់ហើយអញ្ចឹងយើងអាចលក្ខណៈថារងចាំ buy sell ខ្លីៗសិនណាកុំតន់លក្ខណៈថាហូរជាលក្ខណៈ long term អី buy sell ខ្លីៗសិនណាបើសិនជាមានកិច្ចចរចាណាល្អអញ្ចឹងយើង buy long term តែបើសិនជាអត់ទេយើងsell ខ្លីៗសិន buy ខ្លីៗសិនអូខេ scalping ខ្លីៗចានេះគឺជាសារ daily របស់យើងថ្ងៃនេះហើយកុំភ្លេចតាមដានព័ត៌មានទាំងអស់គ្នាផងពាក់ព័ន្ធជាមួយនឹងបច្ចុប្បន្នគឺយើងមានព័ត៌មានពាក់ព័ន្ធជាមួយនឹងjob opening នៅយប់នេះម៉ោង9វានឹង affect ជាមួយនឹងទីផ្សារតិចតួចដែរធ្វើឲ្យទីផ្សារអាចប្រែប្រួលចន្លោះ10លេខទៅ3លេខអញ្ចឹង3លេខទៅ10លេខអីហ្នឹងប៉ុន្តែព័ត៌មានសំខាន់ជាងគេគឺថ្ងៃទី2ថ្ងៃប្រហោះថ្ងៃទី2គឺយើងនឹងមានព័ត៌មានពាក់ព័ន្ធជាមួយនឹង
non farm ហ្នឹងគឺគេព្យាករណ៍មកតិចជាងខែចាស់ការព្យាករណ៍ការរំពឹងទុករបស់គេគឺតិចជាងខែចាស់អញ្ចឹងមូលហេតុដែលតិចជាងខែចាស់ហ្នឹងវាមានកត្តាព័ត៌មានជាច្រើនដូចជាយើងមើលទៅលើសប្តាហ៍មុនពាក់ព័ន្ធជាមួយនឹងunemployment claim ណា jobless claim ទីផ្សារការងារមួយខ្ញុំរកពីនេះ unemployment claim ហ្នឹងមានការនេះល្អតែអញ្ចឹងខ្ញុំមើលទីផ្សារការងារបន្ថែមទៀតនេះគេ ADP weekly ADP weekly មើលទៅល្អដែរ weekly change ប្រែប្រួលតិចតួចបើយើងមើលទៅលើទីផ្សារការងារយើងអត់ទាន់ដឹងច្បាស់ដែរអូខេអញ្ចឹងនេះគឺជា set up របស់យើងសម្រាប់ថ្ងៃនេះអ្នកទាំងគ្នាអាចធ្វើការ screenshot ក៏បានឬក៏ចាញ់ខ្ញុំតម្លាក់ដាក់ចូលក្នុង group របស់យើងអូខេអញ្ចឹងថ្ងៃនេះគឺយើងមានព័ត៌មានដែរអូខេមើលមានព័ត៌មានពាក់ព័ន្ធជាមួយនឹង job opening នៅម៉ោង9ម៉ោង9ពេលយប់វាអាចធ្វើឲ្យទីផ្សារនោះមានការប្រែប្រួលខ្លះដែរចន្លោះពី8លេខទៅ10លេខនៅយប់នេះហើយយើងដូចជាមានព័ត៌មានសំខាន់ទៀតដូចជាថ្ងៃទី2គឺយើងមានព័ត៌មានពាក់ព័ន្ធជាមួយនឹង non farm ហើយជាមួយនឹង unemployment rate នៅម៉ោង7កន្លះពេលនេះម៉ោង7កន្លះអូខេពាក់ព័ន្ធជាមួយនឹង non farm គឺគេព្យាករណ៍តិចជាងខែចាស់អញ្ចឹងបើយើងចង់ដឹងទិន្នន័យរបៀបមើលពាក់ព័ន្ធជាមួយនឹង non farm ស្រួលឯងទី1អ្នកគ្នាមើលទៅលើ ADP non farm ទី1មើលទៅលើ ADP non farm ទី2មើលទៅលើPMI survey អូខេ PMI survey ប៉ុណ្ណេះពីរនេះហើយទី3យើងមើលទៅលើ unemployment claim ឬក៏ jobless claim យើងអាចមើលបាននេះណា unemployment claim នេះ unemployment claim ចេញមកវាល្អនេះវាល្អអានេះក្រហមមែនប៉ុន្តែវាល្អបានន័យថាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកតិចជាងមុនអញ្ចឹងវាល្អសម្រាប់ទីផ្សារការងារអញ្ចឹងបើសិនជាទិន្នន័យនេះចេញមកអានេះល្អទៀតបូកជាមួយនឹង PMI survey ហ្នឹងវាចេញមកល្អទៀតអញ្ចឹង non farm នេះអាចចេញមកល្អជាងការរំពឹងទុកអានេះទិន្នន័យ non farm អាចចេញមកល្អជាងការរំពឹងទុកប៉ុន្តែបើសិនជាunemployment claim ល្អអាពីនេះអត់ល្អអញ្ចឹង non farm អាចចេញមកវាអត់សូវជាល្អប៉ុន្មាននេះចានេះគឺជារបៀបមើល non farm យើងមើលទៅលើ3 indicator ហ្នឹងPMI ADP ហើយជាមួយនឹង unemployment claim អូខេចឹងអាច take note បានអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាWi-Fi ឬ slow